បញ្ហាឈឺសាច់ដុំស្លាកជង្គង់ដៅបាត់ដៃបែបជើងនិយាយពិតគាត់មែនទេគឺខ្ញុំឈឺសាច់ដុំនេះឈឺអាក្នុងឆ្អឹងនឹងឲ្យកូនខ្ញុំច្របាច់យកកៅអៀយកថ្នាំរឹតចុះរឹតឡើងដែរកើតទេមិនដឹងឈឺអាសាច់ដុំឈឺឆ្អឹងអានេះដែលខ្ញុំយល់ណាឈឺក្នុងឆ្អឹងមិនមែនសាច់ដុំទិញកៅអៀអាថ្លៃគេខ្ញុំមកបិទនៅអត់បាត់បិទបាត់ជើងបាត់ដៃនឹងអត់បាត់ទិញនឹងមកហូបគាត់ហូបក្នុងរយៈពេល3ថ្ងៃអាសាច់ដុំខ្ញុំនេះដែលឆ្អឹងនៅក្នុងហើយដៃខ្ញុំលេងអីដូចអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាអញត្រូវខ្ញុំហូបអស់មកប្រអប់ដល់ឥឡូវខ្ញុំធម្មតាសាច់ដុំខ្ញុំហាត់ប្រាណអីធម្មតាអស់ហើយ80ទៅ90%គឺខ្ញុំអាចធ្វើសកម្មភាពបានដូចវិញហើយបញ្ហាគឺធម្មតាវិញអូនណាវាលេងអីវិញលេងដូចមុនធម្មតាអូនណាឈឺសាច់ដុំមិនកើតឲ្យកូនច្របាច់ឲ្យចៅមិនច្របាច់សាច់ដុំជាពិសេសកៅអៀថ្នាំពេនយកមកហូបកាពះពវៀននេះខ្ញុំស្រួលអស់ហើយលេងឈឺអីអាដៃជើងឥឡូវជង្គង់ខ្ញុំបោះដៃធម្មតាមុនរឹងដៃរឹងជើងខ្ញុំជិះម៉ូតូធំអត់កើតផងដបទឹកសុទ្ធមូលហូបឡើងកើតឥឡូវហូបកើតអីធម្មតាមូលអីធម្មតាបានដល់អស់ហ្នឹងមុនប្រើដៃពិបាកដបទឹកសុទ្ធឲ្យកូនទៅឲ្យកូនចៅនឹងឯងជួយមូលអីផងដបទឹកសុទ្ធដែលហូបមូលឡើងកើតកម្លាំងដៃវាលែងមានកម្លាំងដៃហោះវិញដៃយើងខ្ញុំប្រើអាកចាប់ដើម្បីជួយសាច់ដុំមុំថានឹងនៅឈឺខ្លាំងឡើងដល់ហូបឆ្នាំទៅលេងអីទាំងអស់មកឥឡូវលេងអីធម្មតាឈឺសាច់ដុំឈឺស្លាកដៃជើងជង្គង់ហើយក្តៅក្រហាយបាត់ជើងហូបឆ្នាំនេះមិនខំបំណងទេនឹងជាដូចខ្ញុំ